បាទសូមគោរពជំរាបសួរបងប្អូនអរគ្នាបាទថ្ងៃនេះខ្ញុំចេញកង់អាគុយមួយគ្រឿងទៀតហើយគឺជាប្រភេទលេខកូដ A029 ដែលជាស៊េរីចេញចុងក្រោយទាំងអស់បាទស៊េរីឆ្នាំ2026បាទប្រភេទលេខកូដ A029 នេះតែជា brand របស់ King Kong ស្តង់ដារបច្ចេកវិទ្យាទីអាមេរិកបាទអញ្ចឹងសំខាន់ដូចខ្ញុំបាន review ជារឿយៗហើយគឺវាកែប្រែ2026នេះទី1គឺវាកែប្រែប្រភេទ dome motor បាទហើយនឹងរចនាម៉ូដ dome motor ឡើងស្រស់ស្អាតតែម្ដងបាទបងប្អូនអាចឆែកបានបាទហើយវាបំពាក់ទៅដោយកឡោហ្វ្រាំងធំទាំងមុខទាំងក្រោយបាទអញ្ចឹងប្រភេទកឡោហ្វ្រាំងធំពិសេសណាស់បងប្អូនអាចប្រើរយៈពេលយូរបាទមិនងាយអស់ស្បែកទេបាទហើយប្រភេទកឡោហ្វ្រាំងធំនេះគឺចាប់ស៊ីបាទខុសពីប្រភេទកឡោហ្វ្រាំងទូចបាទសូមបញ្ជាក់ប្រាប់បងប្អូនអញ្ចឹងណាបាទចំពោះបូមនេះគឺទន់ល្មើយបាទងាយស្រួលជិះគ្រប់ស្ថានភាពផ្លូវបងប្អូនណាបាទនេះជាពណ៌ក្រហមឡាយសបាទពណ៌ក្រហមឡាយសហើយនៅក្នុងនេះគឺយើង free សេវាជូនគាត់ហើយនឹងមានមួកបាទមានមួកមួយស្នប់មួយទុកជាអនុស្សាវរីយ៍បាទប្រភេទស្នប់នេះមិនមែនប្រភេទពូស្នប់អានបងប្អូនបាទស្នប់ល្អបាទបងប្អូនអាចយកទៅសប់ម៉ូតូសប់កង់អង្គុយសប់ពងទឹកសប់បាល់ក៏បានដែរបាទអញ្ចឹងសម្រាប់បងប្អូនដែលជឿទុកចិត្តបាទខ្ញុំអរគុណច្រើនហើយមួយគ្រឿងនេះគឺផ្ញើទៅខាងបងប្រុសនៅខាងកំពង់ឆ្នាំងបាទផ្សារត្រាច់បាទអញ្ចឹងជាចុងក្រោយខ្ញុំមានអីនឹងនិយាយទេពីព្រោះប្រភេទ review វីដេអូនេះខ្ញុំតែងតែ review រឿយៗបាទហើយតាក់ទងទៅលើសាច់ដែកព្រមទាំងសាកស៊ីគឺក្រាស់ខ្មឹកតែម្ដងបាទមិនមែនយើងលក់អតិថិជនគឺជាប្រភេទ model on ទេបាទជាប្រភេទ model ស្តង់ដារពីអាមេរិកហើយពពាក់ប្រព័ន្ធ system ទំនើបបាទបច្ចេកវិទ្យាចុងស៊េរីចុងក្រោយឆ្នាំ2026នេះបាទទី1បាទតាក់ទងទៅលើ motor គឺពពាក់500វ៉ាត់ហើយ update ល្បឿន speed ខ្ពស់បាទបងប្អូនអាចជិះក្នុង1ម៉ោងក្នុង1ម៉ោងអាចរត់បាន35គីឡូទៅ30គីឡូក្នុង1ម៉ោងបងប្អូនណាបាទទី2យើងសាកថ្មសាកអាគុយមកពេញយើងជិះបានទៅដល់40គីឡូបាទ40គីឡូបាទទី3នៅខាងក្រោមកែបនេះបងប្អូនណាបាទខាងក្រោមកែបនេះគឺយើងអាចដាក់សម្ភារៈបានច្រើនបាទដូចជាម៉ូតូស្គូពីដូចជាម៉ូតូ Today បាទអញ្ចឹងវាមានក្លុកមានកន្លែងដាក់សម្ភារៈច្រើនបាទបងប្អូនអាចដាក់វិទ្យាកន្លះកេសមកកេសក៏បានដែរអត់បញ្ហាបាទហើយទី3វាប្រើប្រភេទsensor បាទទៅពេលបងប្អូនទៅពេលបងប្អូនកាច់សោបាទនៅពេលបងប្អូនកាច់សោគឺមូលក្រាបកង់ទេបាទវាជាប្រភេទ sensor សម្រាប់lock បាទតើបងប្អូនមានចំណុចពិសេសមួយយើងអាចចាប់ហ្វ្រាំងបលែងបាទចាប់ហ្វ្រាំងបលែងមកបាទយើងមូលក្រាបកង់បាទអញ្ចឹងទី2បងប្អូនអាចកាច់សោបើមិនបានចាប់ហ្វ្រាំងទេបងប្អូនអាចចែកអក្សរ P នេះបាទចែកអក្សរ P ហើយយើងបលែងទៅគឺវាចេញកុងទ័រចេញ00យើងអាចមូលក្រាបទៅមុខបានដែរបងប្អូនណាបាទនេះជាលក្ខណៈពិសេសសម្រាប់ចោលលួចអីបើចោលខ្លះគឺគាត់អត់ដឹងគាត់មូលក្រាបទៅណាគាត់ពលកង់ដែរខ្ញុំចង់បញ្ជាក់ដល់បងប្អូនអញ្ចឹងតាមមូលពលកង់ទេបាទអញ្ចឹងបច្ចេកវិទ្យាចុងក្រោយស៊េរីឆ្នាំ2026នេះគឺវាមានប្រភេទ sensor lock បាទចង់ឲ្យបងប្អូនចេះប្រើទៅជិះទៅមុខបានបាទមិនមែនថាបងប្អូនចង់ជិះដោយប្រភេទកង់អង្គុយផ្សេងៗឬក៏ម៉ូតូអង្គុយផ្សេងៗបងប្អូនអានេះវាមាន lock ហើយមានសញ្ញាមួយពិសេសបាទសម្រាប់ចោលលួចអត់បាត់វល់កង់ឲ្យជិះទៅមុខទេអញ្ចឹងសម្រាប់បងប្អូនដែលតម្រូវការទិញឲ្យកូនជិះក៏ដូចជាទិញឲ្យលោកយាយលោកតាឬក៏ទៅតម្រូវការទិញជិះខ្លួនឯងបងប្អូនអាចតាក់ទងបានបងប្អូនណាបាទខ្ញុំលក់តម្លៃពិសេសប្រកបដោយគុណភាពខ្ពស់មានក្រដាសធានាត្រឹមត្រូវបាទមិនមែនយើងលក់និយាយតែមកទេធានាតែមកគឺអត់ទេបងប្អូនគឺធានាទៅលើអាគុយហើយនឹងសេវាជួសជុលជូនបងប្អូនបាទហើយវីដេអូនេះខ្ញុំអត់មានអីច្រើនទេនេះជាការបត់បង្ហាញអំពីកង់អាគុយដូចជាម៉ូតូអាគុយស៊េរីឆ្នាំ2026ដែលជាបច្ចេកវិទ្យាចុងក្រោយទាំងអស់វាបំពាក់ប្រព័ន្ធ system ទំនើបល្បឿនលឿនហើយមួយទៀតដែលជាលេខកូដ A029 ផងដែរបាទអរគុណច្រើនសម្រាប់បងប្អូនដែលបានទស្សនាវីដេអូនេះហើយកុំភ្លេចបើសិនជាបងប្អូនមានចំណាប់អារម្មណ៍បងប្អូនអាចទាក់ទងបានតាមរយៈលេខ Telegram ឬលេខទូរស័ព្ទនៅខាងលើបាទចំពោះតម្លៃពិសេសជូនបងប្អូនមែនតើហើយមានសេវា free 25ខែក្រុងជូនបងប្អូនហើយអីវ៉ាន់ដល់ដៃទូទាត់លុយហើយមួយទៀតគឺមានស្នប់ហើយនឹងមួកទុកជាអនុស្សាវរីយ៍ផងដែរបាទអរគុណសូមគោរពជំរាបបាទបាយបាយ